សូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងឈ្មួញចតទូកនៅមាត់ច្រាំងបាក់សង្កត់លិចទូកមាននិទានមួយបានដំណើរថាមានបុរសម្នាក់ចុះទូកទៅឈ្មួញដល់នគរដតីទៅចងទូកដេកជប់សម្រាប់កម្លាំងនៅក្របមាត់ច្រាំងមួយអំពើច្រាំងនោះបាក់រលំទៅលើទូកលិចលងបងទ្របរបស់ឈ្មួញនោះទើបឈ្មួញនោះទៅប្តឹងចៅក្រមឲ្យជំនុំពិចារណាការឈ្មួញប្តឹងដោយដំណើរនោះហើយចៅក្រមជំនុំជំរះពុំបានឈ្មួញនោះអង្វរចៅក្រមឲ្យនាំខ្លួនទៅគាល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលសួរថាខ្ញុំប្របាទអម្ចាស់មកជួញក្នុងព្រះនគរព្រះអង្គបានចងទូកចតនៅមាត់ច្រាំងរលំលើលិចលងទូករបស់ខ្ញុំប្របាទអម្ចាស់ព្រះបាទអម្ចាស់មកក្រាបបង្គំទូលសូមព្រះបាទជាអម្ចាស់ទ្រង់ព្រះមេត្តាពិចារណាព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថាព្រះស្ដែងមកជួញដូរខេត្តនគរនេះជាដែនដីយើងពិតប្រាកដចូលព្រះស្ដែងត្រារាប់ទ្រព្យទាំងអស់របស់ព្រះស្ដែងបែងជាពីរភាគយើងនឹងសងព្រះស្ដែងភាគមួយហើយទ្រង់មានព្រះបន្ទូលថាបានជាឲ្យសងភាគមួយនោះដោយហេតុព្រះស្ដែងពុំពិនិត្យពិចារណាឲ្យដឹងថាទីគួរចតទូកឬមិនគួរដូច្នេះព្រះស្ដែងត្រូវបង់ភាគមួយរឿងឈ្មួញចតទូកនៅមាត់ច្រាំងបាក់សង្កត់លិចទូកចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងឈ្មួញរើសបានកំណប់មាសមាននិទានមួយបានដំណើរថាមានឈ្មួញរទេះ500ទៅជួញក្នុងនគរមួយដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីអត្តទឹកហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹកទៅដល់ស្ទឹងមួយជួបនឹងកំណប់មាសក្នុងស្ទឹងនោះគ្រានោះមានខ្មៅព្រៃម្នាក់ដើរមកឃើញមាសនោះដែរទៅអស់ឈ្មួញនាំមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថាការទៅរកទឹកបានឃើញមាសនេះព្រះមហាក្សត្រទ្រង់ជ្រាបទ្រង់មានព្រះបន្ទូលថាហេតុដែនដីនេះជារបស់យើងពិតហើយតែយើងពុំដឹងជាមានមាសនៅទីនោះហេតុតែព្រះស្ដែងឈ្មួញទាំងនេះឃើញទើបបានមាសនេះមកបើដូច្នេះចូលព្រះស្ដែងបែងមាសនោះជាពីរឲ្យមកយើងមួយភាគអស់ព្រះស្ដែងឈ្មួញយកភាគមួយទៅចែកគ្នា
រឿងឈ្មួញរើសបានកំណត់នេះចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងបរោះពីរនាក់ដណ្ដើមតាំងយូរគ្នាមាននិទានមួយបានដំណាលថាមានបរោះម្នាក់បាំងតាំងយូរដើរទៅតាមផ្លូវមានបរោះម្នាក់ទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូរថាអ្នកអើយថ្ងៃក្តៅណាស់អ្នកឲ្យខ្ញុំដើរដោយសារមកលុបតាំងយូរផងបានឬទេចៅម្ចាស់តាំងយូរឆ្លើយថាចូលអ្នកមកដើរផងគ្នាចុះទើបចៅដើរចូលមកក្រោមមកលុបតាំងយូរហើយថាអ្នកអើយឲ្យមកខ្ញុំកាន់ឲ្យអ្នកចៅម្ចាស់តាំងយូរក៏ឲ្យតាំងយូរទៅចៅនោះកាន់ហើយដើរទៅផងគ្នាលុះដល់ផ្លូវបែកដើរបែកចេញជាទីតីគ្នាឯចៅម្ចាស់តាំងយូរមុននឹងដើរទីតីពីគ្នានិយាយថាចូលឲ្យតាំងយូរមកអញវិញចៅនោះថាអញនឹងឲ្យតាំងយូរអញទៅចៅម្ដេចបានបើតាំងយូរជារបស់អញកាន់ពីផ្ទះអញមកចៅម្ចាស់តាំងយូរខឹងហើយដណ្ដើមតាំងយូរអំពីចៅនោះអស់ចិត្តពុំបានឡើយទើបចៅទាំងពីរនាក់នាំគ្នាទៅដល់ចៅក្រមហើយក៏ប្តឹងដោយដំណើរទីតីចៅមួយឆ្លើយថាតាំងយូរខ្ញុំកាន់អំពីផ្ទះខ្ញុំមកចៅនេះមកដណ្ដើមតាំងយូរនេះពីខ្ញុំឯម្ចាស់តាំងយូរឆ្លើយថារបស់ខ្ញុំកាន់ដើរមកពីផ្ទះចៅនេះដើរមកជួបនឹងខ្ញុំបានសុំដើរដោយសារមលុបតាំងយូរខ្ញុំហើយយកតាំងយូរពីខ្ញុំទៅកាន់លុះដល់ផ្លូវបែកមុននឹងដើរបែកចេញពីគ្នាខ្ញុំយកតាំងយូរខ្ញុំវិញចៅនេះពុំឲ្យខ្ញុំឡើយទើបខ្ញុំទាំងពីរនាក់នាំគ្នាមកដឹងលោកជាម្ចាស់សូមលោកពិចារណាដីនេះឲ្យយើងខ្ញុំផងចៅក្រមកាត់ក្តីនេះពុំបានទើបនាំចៅទាំងពីរនេះឡើងក្រាបថ្វាយបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរស្តប់គ្រប់ព្រះមហាក្សត្រទ្រង់ព្រះពិចារណាវែងយល់ដោយនៅប្រាជ្ញាទឹកវិសេសក៏ទ្រង់ឲ្យពុះតាំងយូរនោះចែកគ្នាមួយចំហៀងម្នាក់ហើយទើបព្រះអង្គឲ្យទៅផ្ទះទីតីរួចទ្រង់ឲ្យអាមាត្យទៅតាមស្ដាប់ពាក្យសម្ដីចៅទាំងពីរនោះដល់ផ្ទះរៀងខ្លួនឯបុរសម្ចាស់តាំងយូរកាលបើបានទៅដល់ផ្ទះប្រពន្ធស្រែកសួរថាតាំងយូរបាត់ទៅណាមួយចំហៀងប្តីឆ្លើយថាមេអើយអញដើរទៅជួបនឹងចៅម្នាក់មកដោយសារមលុបតាំងយូរអញហើយវាយកទៅកាន់ដើរផងគ្នាទៅដល់ផ្លូវបែក
មុននឹងបែកទៅតាមផ្លូវទីតីពីគ្នាអញយកតាំងយូរវិញវាពុំឲ្យទើបនាំគ្នាទៅគរព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យពុះតាំងយូរនេះចែកគ្នាអាមាត្យបានលើពាក្យប្រពន្ធរបស់ម្ចាស់តាំងយូរស៊ូឲ្យប្រាប់ប្រពន្ធដូច្នោះក៏កត់ពាក្យនោះនាំមកថ្វាយព្រះមហាក្សត្របរិសម្នាក់ទៀតដើរទៅដល់ផ្ទះប្រពន្ធស្រែកសួរថាយើបានតាំងយូរមួយចំហៀងមកពីណាប្តីប្រាប់ទៅប្រពន្ធថាឯងអើយអញដើរទៅលេងបានហើយតាំងយូរមួយចំហៀងប្រងើអាមាត្យបានលើពាក្យបរោះនោះនិយាយឲ្យបានកត់ត្រាពាក្យនោះនាំមកថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់ឲ្យហៅចៅទាំងពីរនោះមកដល់ហើយទើបទ្រង់ឲ្យសូត្រតម្រាពាក្យនោះឲ្យចៅទាំងពីរស្ដាប់ចៅដែលដណ្ដើមតាំងយូរយល់ថាខ្លួនខុសពិតហើយក៏ឥតចម្លើយអ្វីនឹងឆ្លើយឡើយអោនមុខទៀនអន់ស្ងាត់បាត់មាត់នៅទីនោះទើបព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាឲ្យបរិសុទ្ធសងតាំងយូរគេព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាដូច្នេះចៅទាំងពីរនោះចូលចិត្តហើយក៏ក្រាបថ្វាយបង្គំលាទៅលំនៅទីតីនោះរឿងបរិសុទ្ធពីរនាក់ដណ្ដើមតាំងយូរគ្នាចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងបរិសម្នាក់ស្រឡាញ់ប្រពន្ធគេមាននិទានមួយបានដំណាលថាបរិសម្នាក់មានប្រពន្ធក្រមុំរូបឆោមល្អមានបរិសម្នាក់ស្រឡាញ់ប្រពន្ធបរិសនោះតែងមកចាំឃ្លាំមើលនៅកំពង់ទឹកតែសពថ្ងៃនាងនោះយល់បរិសនោះចេះតែមកឃ្លាំមើលរកតែនៅទឹកពុំបានដូច្នោះក៏និយាយថាចៅអើយមិនដេចមកចាំនៅនេះរកតែអញនោះទឹកពុំបានចៅនោះថាបិទអញស្រឡាញ់នាងទើបអញមកចាំនាងនៅទីនេះនាងនោះថាអញមានប្តីហើយកុំចៅមកចាំអញធ្វើអ្វីចូលទៅផ្ទះវិញទៅអញនឹងនោះទឹកចៅនោះថាអញស្រឡាញ់នាងពេកនឹងដើរចេញពុំបានឡើយលុះតែនាងដោយអញទើបអញដើរចេញពីនេះបើនាងពុំដោយអញពុំដើរចេញពីទីនេះឡើយអញចាំនាងត្រាតែបាននាងនោះគិតក្នុងចិត្តថាអញនឹងធ្វើដូចម្ដេចណោះបើដូច្នេះអញដោយគាត់ទៅចុះហើយនាងនោះក៏ដោយចៅនោះទៅលុះបានជាស្មន់អន្តការហើយនាងនោះថាចៅអើយណាហើយទៅលំនៅវិញចុះចៅនោះថានាងអើយកាលពុំទាន់បានខ្លួននាងមិនដេចអញពុំទៅចំណងបាឥឡូវអញនេះបាននាងជាស្មន់អន្តការហើយរកពីណាអញទៅអញពុំទៅឡើយ
មេនុខាការចៅពុំទាន់បានអញជាស្មន់អន្តការនោះចៅដើរចេញពុំបានឥឡូវនេះអញដោយចៅហៅតើចៅនៅចាំអញធ្វើអ្វីទៀតចៅនោះថាអញយកនាងជាភរិយាអញឲ្យបានគុំនាងតន្ទិះឡើយនាងនោះថាអញមានប្តីហើយអញខ្លាចប្តីអញណាស់ចៅនោះថានាងខ្លាចប្តីនាងនោះឯងទេអញនឹងរកកលកុំឲ្យប្តីនាងដឹងនាងកុំភ្លេចឡើយទើបចៅដើរចេញទៅឃើញខ្មោចស្រីមួយគេចោលនៅព្រៃលុះដល់យប់ចៅនោះយកខ្មោចនោះមកទុកមួយអន្លើចិត្តផ្ទះនោះលុះប្តីដេកលក់ទើបចៅនោះយកខ្មោចនោះទៅដេកខាងប្តីមេនោះហើយនាំប្រពន្ធចៅនោះចុះអំពីផ្ទះត្រឡប់ចេញទើបវាយកភ្លើងដុតផ្ទះចៅនោះប្តីដឹងក៏ក្រោកឡើងដាស់ខ្មោចដោយស្មាជាប្រពន្ធថាណែក្រោកឡើងភ្លើងឆេះផ្ទះមិនដេចក៏ដេកធ្វើប្រងើយចៅប្តីនោះឃើញដៃខ្មោចឡើងខ្មោចនោះរើសរឹងស្ដោកនៅកន្ទេលលុះភ្លើងឆេះដៅនឹងនៅពុំបានចៅនោះលុះលោតពីលើផ្ទះទៅឈរត្រហោយំថាហៅប្រពន្ធអញអើយម្លេះហើយភ្លើងរោស្លាប់ហងអោអ្នកស្រុកអើយជួយអញតិចផងដោយចៅនោះជឿស្មោះថាជាប្រពន្ធឯងបានជាយំសោកក្រៃពេកលុះព្រឹកឡើងបរោះនោះទៅរកមនុស្សដាក់ខ្មោចនោះឲ្យបុណ្យនោះររកនោះរត់ជ័យប្រាក់គេលើកខ្មោចរួចហើយទើបចៅនោះរំដាប់ប្រទេសក្របីគោបោចេញទៅជួនបានប្រាក់មកសងគេចុះនៅខ្លះនៅឡើយលុះបរោះទៅជួនឯស្រុកដទៃទៀតបានជួបនឹងប្រពន្ធនោះឯងហើយនិយាយថានាងនេះជាប្រពន្ធអញម្ដេចចៅនាំពង្រត់ប្រពន្ធអញមកបរោះស្មន់អន្តការនោះថាម្ដេចចៅមកចំហោអញតាអញនាំពង្រត់ប្រពន្ធចៅឯងមកក្រែងប្រពន្ធចៅឯងភ្លើងឆេះទៅហើយឬម្ល៉េះហើយចៅទាំងពីរដណ្ដើមគ្នានាំគ្នាទៅដល់ចៅ5ពិចារណាពុំបានទើបនាំសេចក្តីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីតីចៅមួយទូលថាចៅនេះចំហោប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាជាប្រពន្ធគាត់ភ្លើងឆេះទៅហើយឯបរោះជាប្តីទូលថាស្រីដែលភ្លើងឆេះនោះមិនមែនប្រពន្ធខ្ញុំព្រះបាទអម្ចាស់ទេនាងនេះទេតាជាប្រពន្ធខ្ញុំព្រះបាទអម្ចាស់សូមព្រះអង្គទ្រង់ព្រះពិចារណាព្រះមហាក្សត្រទ្រង់ពិចារណាថាសេចក្តីនេះកំរអ្នកឯណារកបានលុះតែរកដោយកលប្រាជ្ញាទើបបានក៏ទ្រង់ឲ្យអាមាត្យម្នាក់ចូលក្នុងស្គរចាំស្ដាប់សម្ដីស្រីនិងបរោះនោះឲ្យប្តីនិងប្រពន្ធនោះសែងស្គរទៅលុះសែងស្គរទៅមេនោះអត់ថាអ្វីឡើយរួចឲ្យបរោះស្មន់អន្តការនិងមេនោះសែងវិញទើបមេនោះថាបើអញនៅនឹងប្តីអញមិនពិបាកដូច្នេះទេបរោះស្មន់អន្តការនោះថាកុំនិយាយខ្លាចគេលឺមេនោះថា
អញមិននិយាយឯណាបានអញខ្លាចអ្វីបើធ្ងន់ស្ទើរបាក់ស្មាដូច្នេះចៅឯងបារម្ភអ្វីបើចៅទើបនឹងសែងតែម្ដងឯអញពីរដងហើយធ្ងន់ស្ទើរស្លាប់អាមាត្យនៅក្នុងស្គរស្ដាប់ឮពាក្យមេនេះនិយាយដូច្នេះហើយក៏កត់ត្រាតាមពាក្យនោះលុះផ្សែងបានដល់កំណត់ហើយចូលមកគេយកអាមាត្យនោះចេញពីក្នុងស្គរហើយអាមាត្យយកដំរាបនោះមកសូត្រថ្វាយព្រះមហាក្សត្រទើបព្រះអង្គបង្គាប់ឲ្យប្តីឈ្នះហើយទ្រង់ឲ្យលក់អាប្រុសនឹងមេស្រីនោះដាច់សូរ៉ូព្រះមហាក្សត្រទ្រង់កាត់សេចក្តីបានដោយប្រាជ្ញាចិត្តវិសេសហោរឿងបរិសម្នាក់ស្រឡាញ់ប្រពន្ធគេចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងបរោះឪពុកនិងកូនជួបនឹងក្រពើមាននិទានមួយបានដំណាលថាមានបរោះឪពុកនិងកូនបរទេសចេញទៅជួយជួបនឹងក្រពើមួយដែរលើងព្រៃរលាកជើងទាំង4នឹងដើររកឆៃពំបានអត់អាហារស្គមរិញរៃបរោះឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង4គោមទាំងខ្លួននឹងវាពំបានដូច្នោះហើយបរោះនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់លើកដាក់ប្រទេសបរទៅលុះដល់បឹងមួយធំជាទីសុខសប្បាយបរោះនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកពួកឆ្អែតហើយគិតនឹងខំបរោះនោះវិញបរោះនោះថាប្រស្ដែងកុំខំអញមានគុណលើប្រស្ដែងក្រពើនោះថាមានគុណនឹងអញឯណាបើចងអញស្ទើរស្លាប់ដូច្នេះអញឆៃប្រស្ដែងឲ្យទោសតែបានឯបរោះថាប្រស្ដែងកុំអាខំអញមកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញលោកកាត់សេចក្តីនេះឲ្យយូរទើបបរោះនិងក្រពើទៅនាំគ្នាទៅថ្វាយបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរទីតីក្រពើក្រាបបង្គំទូលថាខ្ញុំព្រះបាទអម្ចាស់នៅជាមួយស្ងៀមស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់លើកដាក់លើរទេះទៅខ្ញុំប្រាប់បាទអម្ចាស់បំរះពុំរួចព្រោះតែធ្វើទុកខ្ញុំប្រាប់បាទអម្ចាស់បានជាខ្ញុំប្រាប់បាទអម្ចាស់ខំបរោះនេះឆៃបរោះក្រាបបង្គំទូលថាក្រពើនេះភ្លើងឆេះរលាកជើងទាំង4វាពុំបានខ្ញុំប្របាទអញចាស់អាសូរទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលេងហើយក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ
គិតខំខ្ញុំប្របាទអញ្ចាស់វិញហេតុនេះបានជាខ្ញុំប្របាទធម្មចាស់ទាំងពីរនាំគ្នាមកក្រាបថ្វាយបង្គំទូលព្រះអង្គសូមទ្រង់កាត់ក្តីនេះបើព្រះអង្គពុំជឿសូមទ្រង់ទូតជើងក្រពើទាំង4ចុះព្រះមហាក្សត្រទ្រង់ពិចារណាថាក្រពើឥតធម៌ពុំដឹងគុណគេឡើយទើបព្រះអង្គកាត់ថាបើដូច្នោះមានតែប្រស្ដែងឲ្យគេចងប្រស្ដែងដូចអំពីមុននោះសិនហើយសូមអញពិចារណាឲ្យប្រស្ដែងទើបព្រះអង្គឲ្យបរិសនោះទៅចងក្រពើនោះជាប់ដូចអំពីមុនហើយទ្រង់មានព្រះបន្ទូលថាប្រស្ដែងនាំទៅផ្ទះចុះថ្ងៃក្រោយប្រស្ដែងកុំធ្វើគុណនឹងសត្វដេរិឆានព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពឹសព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះបរិសនោះចូលចិត្តអោរឿងបរិសឪពុកនឹងកូនជួបនឹងក្រពើចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងដូនចាស់ដាំដើមឃ្លោកសាដៀវមាននិទានមួយបានដំណាលថាមានដូនចាស់មួយដាំឃ្លោកសាដៀវដុះឡើងទើបនឹងបែកសន្លឹកពីរមានបរិសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ1 កហបណៈហើយដើរទៅលំនៅវិញបាត់ដូនចាស់រក្សាឃ្លោកនោះលុះឃ្លោកថ្លៃមានបរិសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀតដូចចាស់ថាឃ្លោកនេះគេទិញអស់ហើយអញលក់ឲ្យចៅមិនដេចបានបរិសនោះថាគេទិញពីកាលណាដូនចាស់ថាការដុះបែកស្លឹកពីរបរិសនោះសួរទៀតថាគេទិញដូនចាស់នោះតើឲ្យថ្លៃប៉ុន្មានដូនថាការគេមកទិញនោះគេឲ្យថ្លៃ1 កហបណៈបរិសនឹកថាគេទិញតែដើមទេឥឡូវខ្ញុំយកផ្លែឃ្លោកដូនព្រោះបានទិញដូនហើយដូនចាស់ថាចៅអើយអ្នកទិញមុនគេយកផ្លែនោះឯងចៅនោះថាលេងតែលក់ឲ្យខ្ញុំចុះខ្ញុំឲ្យថ្លៃដូន2 កហបណៈដូនចាស់អនឹងប្រាក់នោះក៏លក់លោកនោះឲ្យទៅបរិសនោះទិញបានផ្លែឃ្លោកហើយក៏នៅចាំរក្សាឃ្លោកនោះលុះដល់ធំក៏បេះយកទៅធ្វើសាដៀវហើយដេញលេងនៅលំនៅអាត្មាឯងបរិសទិញដើមឃ្លោកអំពីមុនដែលឮបរិសនោះដេញសាដៀវពីរក៏ចូលទៅដណ្ដឹងថាបានឃ្លោកសាដៀវនេះពីណាបរិសដេញសាដៀវថាអញទិញគេចៅមួយដណ្ដឹងទៀតថាចៅទិញពីណាចៅមួយសាដៀវថាទិញអំពីដូនចាស់
ចៅទិញដើមឃ្លោកនំថាមកដេចក៏ចៅលួចផ្លែឃ្លោកអញហើយចៅម្ចាស់សាដៀវអញទិញពីដូនចៅនោះត្រឹមត្រូវតាមច្បាប់មកដេចក៏ចៅថាអញលួចឃ្លោកចៅឯងបើដូច្នេះយើងនឹងនាំគ្នាទៅដណ្ដឹងដូនចាស់ម្ចាស់ឃ្លោកនោះទើបចៅទាំងពីរនាក់នាំគ្នាទៅដល់ដូនចាស់នោះឲ្យសួរថាដូនលក់ផ្លែឃ្លោកឲ្យចៅនេះមែនឬដូនចាស់ថាលក់មែនចៅម្ចាស់ឃ្លោកដែលទិញពីមុននោះថាមិនដេចក៏ដូនលក់ផ្លែឃ្លោកនោះការបើដូច្នេះចៅទាំងពីរនាំគ្នាទៅគាល់ព្រះមហាក្សត្រសូមទ្រង់កាត់សេចក្តីនោះទើបព្រះមហាក្សត្រទ្រង់ប្រះចន្ទាពិចារណាហើយមានប្រះបន្ទូលថាព្រះស្ដែងទិញមុនទីនោះទិញតែដើមទេហើយដើរទៅបាត់ទៅពុំនៅរក្សាផ្លែឃ្លោកនោះត្រូវបានទៅព្រះស្ដែងដែលទិញក្រោយគេនោះឯងទ្រង់ប្រះវិនិច្ឆ័យដូច្នេះហៅថាសុគតិកមនញ្ញោបរោះទាំងពីរទុកចិត្តក៏ក្រាបបង្គំលាទៅកាន់ផ្ទះអាត្មាទីតីរឿងដូនចាស់ដាំដើមឃ្លោកសដៀវចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងបរោះ4នាក់ដើររកភូមិដាំដើមដូងមាននិទានមួយបានដំណើរថាមានបរោះ4នាក់គិតគ្នារកភូមិនិងដាំដើមដូងបរោះទាំង4នាក់ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ4ទើបបរោះទាំង4នាក់យកដូងទៅដាំកណ្ដាលភូមិនោះឲ្យបរោះទាំង4នាក់ទៅរក្សាដូងនោះបរោះនៅខាងកើតដើមដូងបរោះម្នាក់នៅខាងលិចដើមដូងបរោះម្នាក់នៅខាងជើងដើមដូងបរោះម្នាក់នៅខាងក្បូរដើមដូងហើយបរោះ4នាក់នោះតែងតែទៅដងទឹកមកស្រោចដើមដូងនោះសពថ្ងៃបរោះនៅឯកើតទៅដងទឹកពីស្រះខាងកើតបរោះនៅខាងលិចទៅដងទឹកនៅស្រះខាងលិចបរោះនៅខាងជើងទៅដងទឹកស្រះខាងជើងបរោះនៅខាងក្បូរទៅដងទឹកស្រះខាងក្បូរស្រះទាំង4នេះទឹកមានចម្ងាយនោះស្មើគ្នាលុះដូងផ្លែបាន5បរោះទាំង4បេះផ្លែដូង5នោះមកចែកគ្នា1នាក់1ផ្លែនៅសល់ដូង1ក៏បណ្ដើរគ្នាហើយនាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរទីតីព្រះមហាក្សត្រទ្រង់ពិចារណាថាចៅទាំង3នាក់នេះស្ទឹងព្រួយស្មើគ្នាតែចៅម្នាក់នៅខាងកើតដើមដូងនោះព្រួយលើសគេពិបាកលើសគេបន្តិចព្រោះព្រឹកប្រហៀមឡើងបោករោះចេញដើរទៅដងទឹកស្រះ
ព្រះអាទិត្យចាំងពីមុខលុះដងទឹកបានហើយវិលមកខាងលិចថ្ងៃរសៀលចាំងពីមុខបុរសនោះដើរច្រាស់ថ្ងៃទៅវិញទៅមកដូច្នេះទើបផ្លែដូងពីរត្រូវបានទៅចៅនៅទិសខាងកើតនោះឯងព្រះអង្គកាត់សេចក្តីដូច្នេះបរិសទាំង4នាក់ព្រមចូលចិត្តព្រះមហាក្សត្រព្រះអង្គកាត់សេចក្តីដូច្នេះហៅថាសុគតិគមនង្ហរឿងបរិស4នាក់ដើររកភូមិដាំដូងចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តី